bà lại coi đấy bà lại cái đấy đâu là lại coi sắt bà họ chặt cái đó ខ្ញុំឆ្ងល់មែនតែនគ្រាន់តែចុងថ្នោតសោះធ្វើឲ្យពុកម៉ែបងប្អូនគឺភ្លូកទឹកភ្លូកដីមកលេងហ្មងពុកម៉ែបងប្អូនហើយណែសំបីតា idol ប៉ែតក៏មកលេងដែរធ្លាប់តែលឺធ្លាប់តែអីតាម social media ចឹងណាអូថ្ងៃនេះ idol ប៉ែតមកលេងហើយគាត់រស់រាយមែនតែពុកម៉ែបងប្អូនគាត់ថាឃើញគាត់ខ្ញុំសួរថាមានកន្លែងអង្គុយនៅតែយើងត្រាប់សលេងគាត់នៅក្នុងសាច់រឿងidol ប៉ែតមានកន្លែងអង្គុយនៅគាត់នៅទេគាត់លេងមកយើងវិញពុកម៉ែបងប្អូនហើយថ្ងៃនេះគឺជាថ្ងៃទីវេនទី14ដែលជាចូលភ្ជុំហើយពុកម៉ែបងប្អូនហើយឆ្លៀតទៅដល់បុកលហុងចុងថ្នោតទៀតទៅដល់ជួប idol ប៉ែតគឺថាដូចមាននិស័យពីចិត្តមុនចឹងពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនធ្លាប់តែឮគេនិយាយថាផ្ទះបុកលហុងចុងថ្នោតហ្នឹងមានអីពិសេសពុកម៉ែបងប្អូនអាចទៅមើលពិសេសត្រង់ថាគឺកន្លែងញ៉ាំបុកលហុងគឺលើចុងថ្នោតហ្មងគឺពុកម៉ែបងប្អូនឡើងដល់ចុងថ្នោតតែម្ដងហើយទៅខែនេះទៀតគឺអាចមើលផ្ទាំងទស្សនីយភាពជុំវិញហ្នឹងគឺឃើញទឹកដល់ហៅថាធំធេងណាយើងឡើងដល់ចុងថ្នោតយើងឃើញភ្នំដាភ្នំបូរីអញ្ចឹងទៅពុកម៉ែបងប្អូនគឺខែនេះគឺស្អាតមែនតើពុកម៉ែបងប្អូនអញ្ចឹងអាចដាក់មកត្រៀបមើលចេញពីវត្តហើយទៅបុកលហុងចុងថ្នោតមើលហើយចំពោះទីតាំងវិញគឺនៅខាងស្រុកអង្គរបូរីអញ្ចឹងទេនិយាយទៅនៅខេត្តតាកែវពុកម៉ែបងប្អូននៅខេត្តតាកែវប្រហែលជាស្គាល់ហើយស្រុកអង្គរបូរីសម្រាប់បងប្អូនដែលមកពីភ្នំពេញអាច search តាម Google Map ទៅដាក់ផ្ទះបុកលហុងចុងថ្នោតឃើញហើយនឹងនាំផ្លូវពុកម៉ែបងប្អូនមកដល់បុកលហុងចុងថ្នោតតែម្ដងអញ្ចឹងអរគុណពុកម៉ែបងប្អូននេះសម្រាប់ការទស្សនាវីដេអូនេះ